sẽ đón hết sau cùng một căn nhà Ultra Boy Studio ហើយថ្ងៃនេះខ្លួនឯងជួបគ្នាជាមួយនឹងវីដេអូថ្មីទៀតហើយដែលថ្ងៃនេះខ្លួនឯងមកធ្វើការលើកអំពីប្រធានបទមួយដែលប្រធានបទហ្នឹងគឺមានចំនួនច្រើនថាតើមានរឿងអ្វីកើតឡើងប្រសិនបើ Luffy ត្រូវបានក្រុម Marine ចាប់ខ្លួនអូខេអញ្ចឹងមុននឹងចូលនេះកុំភ្លេច like subscribe ទៅលើ channel ខ្ញុំម្នាក់មួយអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅទស្សនាវីដេអូនេះទាំងអស់គ្នាហើយរឿងទី1ដែលអាចនឹងកើតឡើងនោះគឺថា Luffy ត្រូវ Marine ចាប់ខ្លួនហើយគេនឹងនាំ Luffy ទៅកាន់គុក Impel Down ដូច S ដែរហើយដូចគ្នាគេក៏អាចនឹងដាក់ Luffy ទៅកាន់គុកជាន់ទី5ដូច S ដូចគ្នាដោយសារតែ Luffy ក៏ជាចៅសម្រាប់អ្នកដែលខ្លាំងដែរដែលគាត់មានសមត្ថភាពប្រហាក់ប្រហែលនឹង S ដែរហើយបន្តមកទៀតគេនឹងយក Luffy ទៅដាក់នៅកន្លែងប្រហារជីវិតសាធារណៈដើម្បីឲ្យប្រជាជននៅទៅទៀតបានដឹងដើម្បីកុំឲ្យពួកគេយកគំរូតាម Luffy ទៅធ្វើជាចៅសមុទ្រទៅធ្វើជាអីចឹងណាមកទៀតរឿងដែលអាចនឹងកើតឡើងទី2នេះគឺថាក្រុមសម្ព័ន្ធមិត្តរបស់ Luffy គឺអាចនឹងបង្ហាញខ្លួនដូចមានជាក្រុម Luffy ផងហើយនឹងអ្នកដែល Luffy បានស្គាល់ជាច្រើនអ្នកផ្សេងទៀតមិនត្រឹមតែប៉ុណ្ណោះឯងអាចនឹងមាន Shanks ក៏បរិសុទ្ធក្រហមនឹងគាត់មកជួយ Luffy ដែរដោយសារតែ Luffy ចាត់ទុកគាត់ជា idol ហើយអញ្ចឹងគាត់អាចនឹងមកជួយ Luffy ដូចគ្នាហើយបន្តមកទៀតឪពុករបស់ Luffy Monkey D Dragon គាត់នឹងមកជួយកូនរបស់គាត់ដែរព្រោះឪពុកមិនអាចទុកកូនចោលបានទេអញ្ចឹងឪពុកនឹងអាចមកជួយកូនរបស់គាត់គឺ Luffy នឹងហើយនៅពេលនោះនឹងការប្រកួតរវាងក្រុមសម្ព័ន្ធមិត្តរបស់ Luffy ក៏ដូចជាក្រុមរបស់ Luffy មានដូចជា Sanji Zoro Nami Robin ក៏ដូចជា Zoro ហើយ Chopper ក៏ដូចជា Frankie ហើយព្រមទាំង Shanks ក៏ដូចជាឪពុករបស់ Luffy គឺ Monkey D Dragon នឹងធ្វើការប្រយុទ្ធគ្នាជាមួយនឹងក្រុម Marine ដូចនៅពេលដែល Ace ត្រូវបានគេប្រហារជីវិតហើយការប្រកួតនោះគឺនឹងដូចគ្នាបេះបិទតែម្ដងដោយសារតែ Ace ហើយនឹង Luffy គឺជាអ្នកដែលមានសមត្ថភាពខ្លាំងដូចគ្នាហើយពួកគេក៏មានអ្នកដែលជួយពួកគេរៀងៗខ្លួនដូចគ្នាដែរការប្រកួតបានចប់គឺខ្ញុំសូមបែងចែកជា3រឿងដែលរឿងទី1នោះគឺថាប្រសិនបើ Luffy មានវាសនាដូច Ace នោះការប្រកួតនោះនឹងអាសាបងហើយនឹងខាតយកតែម្ដងដោយសារតែពួកគេមិនអាចជួយ Luffy បានទេដោយសារតែ Luffy នឹងត្រូវបានគេប្រហារជីវិតភ្លាមៗតែម្ដងតែបើសិនជាវាចូលទៅកាន់រឿងទី2វិញនោះគឺថាក្រុមសម្ព័ន្ធមិត្តរបស់ Luffy នឹងអាចវាយឈ្នះទៅលើក្រុម Marine ហើយនៅពេលដែលគេជួយ Luffy បាននោះគឺថាអ្វីៗរបស់ក្រុម Marine នឹងត្រូវចាប់តែម្ដងដោយសារតែ Luffy នឹងធ្វើការកំទេចនៅកន្លែងនោះចោលទាំងអស់តែម្ដងសិនបើវាចូលទៅកាន់រឿងទី3វិញនោះគឺថាក្រុមរបស់ Luffy ដែលអាចជួយ Luffy បានហ្នឹងនឹងមានម្នាក់ឬក៏ពីរនាក់ដែលអាចបាត់បង់ជីវិតដោយសារតែការស្ម័គ្រចិត្តចូលជួយ Luffy ដើម្បីឲ្យ Luffy អាចបន្តដំណើរក្នុងនាមខ្លួនឯងជាចៅសមុទ្រដើម្បីឆ្ពោះទៅកាន់ស្ដេចចៅសមុទ្របានអូខេអញ្ចឹងរឿងទាំង3ដែលអាចនឹងកាត់ឡើងអ្នកគ្នានឹងជ្រើសរើសមួយណាអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយអធិស្ឋានវីដេអូនេះគឺរឿងខ្លីតែទេអូខេហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេច like subscribe ទៅលើ channel ខ្ញុំម្នាក់មួយហ្នឹងហើយយើងចាំជួបគ្នាវីដេអូថ្មីៗទៀតអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេអ្នកគ្នាបាយបាយ